ថ្ងៃនេះដោយមានការទំនេរពីការងារបានមកអានបេដកអំពីបាដិពុកលិយខេណាទានដែលឲ្យចំពោះ185ទំព័រ220មនាលអណន្តបាដិពុកលិយខេណាទានដែលឲ្យចំពោះនេះមាន14យ៉ាងបុគ្គលឲ្យទានចំពោះតថាគតព្រះសម្មាសម្ពុទ្ធនេះជាបាដិពុកលិយខេណាទី1ឲ្យទានចំពោះប្រជ័យកពុទ្ធជាបាពុកលិយខេណាទី2ឲ្យទានចំពោះព្រះអរហន្តជាសាវករបស់ព្រះតថាគតនេះជាបាដិពុកលិកាតខេណាទី3ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅអរហត្តផលនេះជាបាដិពុកលិយខេណាទី4ឲ្យចំពោះអនាគាមិបុគ្គលនេះជាបាដិពុកលិយខេណាទី5ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅអនាគាមិផលនេះជាបាដិពុកលិយខេណាទី6ឲ្យទានចំពោះសកតាមាគាមិបុគ្គលនេះជាការបាដិពុកលិយខេណាទី7ឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅសកតាគាមិផលនេះជាបាដិពុកលិយខេណាទី8ឲ្យទានចំពោះសោតាបុគ្គលនេះជាបាដិពុកលិយខេណាទី9ឲ្យទានចំពោះអ្នកប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅសោតាបត្តផលនេះជាបាដិពុកលិទានទី10ឲ្យទានចំពោះអ្នកបួសក្រៅសាសនាព្រះពុទ្ធដែលប្រះចាកចេញដំរេកក្នុងកាមទាំងឡាយនេះជាបាពុកលិយខេណាទី11ឲ្យទានចំពោះពុទ្ធជនមានសិលជាបាដិពុកលិយខេណាទី12ឲ្យទានចំពោះពុទ្ធជនទ្រុសិលជាបាពុកលិយខេណាទី13ឲ្យទានចំពោះសត្វតិរិឆាននេះជាបាពុកលិយទី14ក្នុងអកថាថាសូមបីឧបាសកដល់រតនត្រ័យគឺការសិល5សិល10ក្តីសាមណេរក្តីភិក្ខុដែលទើបនឹងបួសក្តីបានមួយថ្ងៃក្តីភិក្ខុមានវត្តប្រតិបត្តិដែលបួសយូរហើយក្តីភិក្ខុទ្រទ្រង់វិបស្សនាក្តីទាំងអស់នេះឈ្មោះថាប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅសោតាផលបុគ្គលដែលឲ្យទានចំពោះបុគ្គលទាំងអស់នោះបានផលច្រើនជាងគ្នាតាមលំដាប់ទី2សម្ដៅអ្នកបួសកម្មវិធីកិរិយាវិធីដែលបានអភិញ្ញាលោកីទាំង5មនាលភិក្ខុបុគ្គលអ្នកទទួលទានទាំងនោះតខេណាមានគុណ100បុគ្គលត្រូវបានព្រោះឲ្យទានចំពោះសត្វតិរិឆានតខេណាមានគុណ1000ដែលបុគ្គលត្រូវបានឲ្យទានចំពោះពុទ្ធជនទ្រុសិលតខេណាមានគុណ100,000ដែលបុគ្គលត្រូវបានឲ្យចំពោះពុទ្ធជនមានសិលតខេណាមានគុណ100,000 កោដដែលបុគ្គលត្រូវបានចំពោះទានដែលអ្នកបួសខាងក្រៅសាសនាដែលប្រះចាកតម្រេកទាំងឡាយតខេណាមានគុណរាប់មិនបានប្រមាណមិនកើតដែលបុគ្គលបានឲ្យចំពោះបុគ្គលដែលប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅសោតាបត្តផលនិង
mình báchនិយាយអ្វីដល់តេខេណាដែលបុគ្គលឲ្យចំពោះសោតាបានបុគ្គលនឹងនិយាយអ្វីទៅចំពោះបុគ្គលដែលប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅសក្តិគាមិផលនឹងនិយាយអ្វីចំពោះសក្តិគាមិបុគ្គលនឹងនិយាយទៅថ្វីចំពោះបុគ្គលដែលធ្វើឲ្យជាក់ច្បាស់នៅសក្តិគាមិផលនឹងនិយាយអ្វីទៅចំពោះអនាគាមិផលនឹងនិយាយអ្វីទៅចំពោះបុគ្គលដែលប្រតិបត្តិធ្វើឲ្យជាក់ច្បាស់នៅអរហត្តផលនឹងនិយាយអ្វីចំពោះព្រះអនាគាចំពោះព្រះអរហន្តសាវករបស់តថាគតនឹងនិយាយទៅថ្វីចំពោះបច្ចេកពុទ្ធនឹងនិយាយទៅថ្វីចំពោះព្រះតថាគតជាព្រះសម្មាសម្ពុទ្ធមនាលអនន្តសង្ឃតេខេណាទានដែលតម្កល់ក្នុងសង្ឃមាន7យ៉ាងបាទយើងនិយាយអំពីទានដែលបានតម្កល់នៅក្នុងសង្ឃទានដែលនៅក្នុងសង្ឃមាន7យ៉ាងបុគ្គលឲ្យទានចំពោះសង្ឃទាំង2ចំណែកមានព្រះពុទ្ធជាប្រធានជាសង្ឃតេខេណាទី1កាលបើព្រះតថាគតបរិនិព្វានទៅបុគ្គលឲ្យទានចំពោះព្រះសង្ឃទាំង2ចំណែកនេះជាសង្ឃកតាតេខេណាទី2ទានចំពោះតែភិក្ខុសង្ឃនេះជាសង្ឃតេខេណាទី3ទានចំពោះភិក្ខុសង្ឃភិក្ខុនីសង្ឃជាសង្ឃកតាតេខេណាទី4បុគ្គលទៅនិមន្តអំពីសំណាក់សង្ឃថាសូមលោកទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណោះពួកភិក្ខុនីប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទើបធ្វើទាននេះជាសង្ឃតេខេណាទី5បុគ្គលនិមន្តអំពីសំណាក់សង្ឃថាសូមលោកម្ចាស់ទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទើបឲ្យទាននេះជាសង្ឃតេខេណាទី6បុគ្គលទៅនិមន្តពីសំណាក់សង្ឃសូមលោកម្ចាស់ទាំងឡាយចាត់ពួកភិក្ខុនីប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទើបធ្វើទាននេះជាសង្ឃតេខេណាទី7មនាលអនន្តក្នុងកាលតថាគតនឹងមានគោត្រភូសង្ឃមានតែឈ្មោះសង្ឃមានតែសម្ពុទ្ធកាសាវៈចងកជាអ្នកទ្រុសិលមានធរលាមកជនទាំងនោះឧទ្ទិសចំពោះសង្ឃហើយនឹងឲ្យទានដល់បុគ្គលទ្រុសិលទាំងនោះមនាលអនន្តសូម្បីតែកាលនេះក៏តថាគតពោលថាសង្ឃតេខេណាទានមានអានិសង្ឃរាប់មិនបានប្រមាណមិនកើតដែរមនាលអនន្តតថាគតមិនដែលពោលនៅបាដិពុកលិទានថាជាផលច្រើនជាងសង្ឃតាតេខេណាទានដោយបរិយាយណាមួយឡើយមនាលអនន្តតេខេណាវិសុទ្ធការវិសុទ្ធនិងមិនបរិសុទ្ធរបស់ទានមាន4យ៉ាងឯតេខេណាវិសុទ្ធ4យ៉ាងតើដូចម្ដេចមនាលអនន្តតេខេណាបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួល